មានការសាយវេឬក៏ចាំជាមួយនឹងព័ត៌មានការអត្រាការប្រាក់នៅយប់ថ្ងៃទី18ឈានចុងថ្ងៃទី19នៅយប់នេះតែម្ដងបងប្អូនអរគ្នាអញ្ចឹងពីខ្ញុំទៅយើងនឹងរងចាំមើលទាំងអស់គ្នាតើទីផ្សារយប់នេះវាអាចនឹងមានភាគរយខ្ពស់មែនតើនៅក្នុងការដែលអត់ការអត្រាការប្រាក់ដោយសារតែអតិផរណាមានការកើនឡើងជាពិសេសគឺប្រេងគឺមានការកើនឡើងខ្លាំងមកកើនឡើងខ្លាំងមែនតើបងប្អូនទាំងអស់គ្នាអញ្ចឹងពីខ្ញុំទៅខ្ញុំគិតថាវាអត់អាចនឹងកាត់អត្រាការប្រាក់ទេអញ្ចឹងបើយើងក៏លេខមកមើលតម្លៃហាងឆេងមាសនៅថ្ងៃទី18ខែ3ឆ្នាំ2026នេះដែរតម្លៃមាសបានបើកផ្សារនៅតម្លៃ$5,001នៅក្នុងម៉ោងទីផ្សារអន្តរជាតិដែលស្មើនឹង$602នៅក្នុងមួយជីឬស្មើនឹង$6,025នៅក្នុងមួយតឡឹង yes ថ្ងៃនេះនិយាយរៀងហត់តិចគេព្រោះ admin អត់ស្រួលខ្លួនតែចង់អាប់ដេតព័ត៌មានជូនមកថាយប់នេះមានព័ត៌មានសំខាន់ដែលយើងត្រូវតាមដាននៅម៉ោង1យប់ពាក់ព័ន្ធជាមួយនឹងFOMC ការកាត់ត្រាកាប្រាក់សហរដ្ឋអាមេរិកអញ្ចឹងពីខ្ញុំទៅខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ